ពណ៌នៅក្នុង artwork មួយនេះគឺខ្ញុំស្រឡាញ់ខ្លាំងមែនតើអញ្ចឹងក្នុងនឹងដែរក៏ខ្ញុំចាប់ផ្ដើមធ្វើការគូដោយមុនដំបូងហ្នឹងគឺចាប់ផ្ដើម sketch រកមើលថាយើងត្រូវការដាក់អីចឹងណាអញ្ចឹងក្នុងនឹងភ្ញៀវរបស់ខ្ញុំគាត់ចង់បានឲ្យមានកូនតោដែលថាជា mascot របស់គាត់ហ្នឹងដែលគាត់បានសែនឲ្យមើលហើយគាត់ចង់ឲ្យកូនតោហ្នឹងជាស៊ីក្លូជាមួយនឹងតាថេស៊ីក្លូអញ្ចឹងណាហើយក្នុងនឹងគឺខ្ញុំបានគូឲ្យគាត់ពីរ option ដែរហើយគាត់សម្រេចយក option ទី2បន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមធ្វើការចាក់ពណ៌ជូនគាត់ហើយក្នុងនឹងខ្ញុំយកពណ៌រៀង fresh អញ្ចឹងណាហើយនៅក្នុងខាងកាហ្វេរបស់គាត់ហ្នឹងពណ៌រៀងទឹកក្រូចច្រើនអញ្ចឹងក្នុង artwork ហ្នឹងវារៀងឃើញពណ៌រៀងលឿងច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំក៏សាកយកមកមុខអាប់នៅលើអាវមើលដែរថាវាស្អាតអត់និយាយទៅក្នុងហ្នឹងខ្ញុំមាន file ពី free pick ខ្ញុំបាន down មកហើយដល់វគ្គនេះគឺខ្ញុំចាប់ផ្ដើមមុខអាប់ចូលទៅក្នុងអាវអញ្ចឹងណាអញ្ចឹងក្នុងនេះដោយសារតែវារៀងធំពេកអញ្ចឹងខ្ញុំក៏ចាប់ផ្ដើម zoom ឲ្យវារៀងទូចទៅដើម្បីឲ្យវាស៊ីជាមួយអាវខាងក្រោយហើយបន្ទាប់មកខ្ញុំនឹកឃើញថា plate logo គាត់អញ្ចឹងខ្ញុំក៏ add logo គាត់មកមួយដែរបន្ទាប់មកនេះគឺជារូប final ដែលថាខ្ញុំបានមកអាប់មានចំនួន2ពណ៌មានពណ៌ខ្មៅហើយនិងពណ៌ស